Hello hello សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃហ្នឹងគឺយើងមានប្រភេទកាបូបធំចាមាន3ពណ៌ពណ៌ខ្មៅពណ៌សាច់ហើយនិងពណ៌កាហ្វេចាសម្រាប់បងប្អូនដែលគាត់ចង់បានម៉ូដណាគឺពណ៌ណាគឺបងអាចជ្រើសរើសបានចាពណ៌គឺមាន3ពណ៌ណាគឺស្អាតខ្លាំងណាប្រភេទពួកនេះដែរគឺដាក់អីវ៉ាន់បានច្រើនមែនតើចាស្បែកគឺស្បែកគោបងចាមើលគឺសាច់កណាត់ទន់មាំស្វិតហើយដៃស្ពាយមាននិយាយទៅស្ពាយចង់ហូបវែងក៏បានខ្លីក៏បានហើយមាំខ្លាំងណាបងចាបងណាដែលគាត់ចូលចិត្តដើរសោភេញគាត់ដើរទៅលេងសមុទ្រចាគាត់ចង់ទិញអីវ៉ាន់ចាជាអនុស្សាវរីយ៍របស់របរអីគាត់ចង់ដាក់បានច្រើនចាបងកាបូបនេះគឺត្រឹមម៉ាត់តែម្ដងចាគឺស្ពាយស័ក្តិសមនឹងនារីយើងមែនចាំថាសុភេញថាដើរលេងណាណីទេបងចាគេដាក់បានច្រើនមែនតើចាមើលពីពណ៌នេះគឺស្អាតខ្លាំងអានេះពណ៌កាហ្វេចាបងមកពណ៌កាហ្វេនេះហើយគេមានបតោងមួយនៅគៀនដៃស្ពាយអញ្ចឹងបងគឺស្អាតសមមែនតើចាហើយមកមើលម៉ូតទៀតចាបងមកមើលម៉ូតទៀតនេះដែរគឺចាខ្សែវាគឺរបៀបដូចខ្សែក្រវ៉ាត់អញ្ចឹងគឺមាំខ្លាំងណាមាន3ពណ៌ក្រហមចាខ្មៅហើយនឹងពណ៌សាច់ចាបងនេះខ្ញុំបង្ហាញពណ៌រៀងសាច់ចាពណ៌រៀងសាច់ហើយស្បែកគោគឺមាំមែនតើបងចាមាំហើយគឺស្វិតចាហើយមើលដៃគេរបៀបដូចដៃខ្សែក្រវ៉ាត់អញ្ចឹងបងដាក់អីវ៉ាន់បានច្រើននៅខាងក្នុងមាន2ថតណាចាហើយមានកូនកបោបតូចមួយសម្រាប់ឲ្យយើងដាក់លុយក៏បានទូរស័ព្ទក៏បានដែរបងចាប្រភេទពូនេះដែរគឺខ្សែវាមាំហើយយើងអាចរូបវែងខ្លីបានណាយើងអាចដាក់កັບដាក់ខ្លះវាដូចខ្សែក្រវ៉ាត់យើងចឹងបងចាយើងហូតទាញចឹងមកយើងចង់ដាក់វែងចាគឺបានល្អមែនតើចាប្រភេទពូនេះដែរប្រើអត់ងាយខូចងាយទៅណាទេបងស្ពាយឈៀងក៏បានស្ពាយចំហៀងក៏បានគៀបក្លៀកក៏បានដែរបងអើយម៉ូតនេះគឺយើងអាចប្រើបានគ្រប់ទម្រង់គឺស្អាតខ្លាំងហ្មងដាក់អីវ៉ាន់ក៏បានច្រើនហើយមាំល្អទៀតពណ៌នេះគឺពណ៌ក្រហមនិងក្រហមបាច់ឈាមជ្រូកបងចាគឺស្អាតខ្លាំងណាស់ប្រភេទស្បែកគោនេះដែរគឺចាគឺស្រួលប្រើមែនតើសាច់ទន់បងកាន់តែប្រើកាន់តែស្អាត